បាទសួស្តីបងប្អូនបើសិនជាបងប្អូនមានបញ្ហាតាហាល់ដូចនៅក្នុងវីដេអូហ្នឹងបងប្អូនអាចយកមកជួសជុលនៅកន្លែងខ្ញុំបានបងប្អូននេះបន្ទាប់ពីជួសជុលហើយឬមានជួសជុលចង្កេះគេដែរបងប្អូនបាទសួស្តីនេះថ្ងៃនេះយើងមានការងារចង្កេះគេ2 3គឺវាខូចមិញទៅនេះវាកាច់មកវាអត់មកទេវាខូចមិញទៅបងប្អូននៅបន្ទាប់ពីយើងឆែកវាមើលហើយយើងក៏ចាប់ផ្ដើមវះកាត់វាព្រាមអត់ទុកយូរទេបងប្អូននេះបន្ទាប់ពីយើងវះកាត់វាហើយយើងធ្វើតេស្តវាមើលបាទមួយបាទមើលបានរួចថ្លៃកាហ្វេបាទអត់ដឹងទេមិញអត់បានមើលផងដល់ឃើញទេបាទហ្នឹងហើយឃើញតែកែនវាឆេះហើយឥឡូវខ្ញុំចូលមកការងារវាទៀតគឺតាហាល់ហាត់រី16អ៊ីងនេះសិតតែសគ្រូបន្ទាន់បងប្អូននេះចាំមើលករណីវាបងប្អូនដឹងពីលឺចឹងវាកៀងចឹងចូលទៅវាដើរវាកៀងគ្រប់លេខបងប្អូននេះសិតតែនេះឲ្យបងប្អូនសគ្រូបន្ទាន់ហើយនៅបន្ទាប់ពីយើងពិនិត្យវាហើយយើងអត់អស់ចិត្តយើងដោះអាវវាដើម្បីស្កេនមើលខាងក្នុងម្ដងចង់ដឹងថាវាបញ្ហាអីខ្លះហ្នឹងហើយវាបញ្ហាគឺវាស្ទះសរសៃឈាមបេះដូងបន្ទាប់ពីយើងដឹងអាការៈវាហើយយើងក៏ចាប់ផ្ដើមធ្វើការវះកាត់ព្រាមនេះបងប្អូននេះឃើញថាតងសួតឡើងខ្មៅមែនទែនសង្ស័យជក់បរិយខ្លាំងពេកហើយការវះកាត់នេះគឺវះកាត់តាមក្រោយគេទេពីវុនជាងឆ្នៃដល់ក៏ហើយយើងវះកាត់តាមក្រោយបាទនេះគឺអាការៈវាយើងត្រូវដូរបដាងទាំងមុខទាំងក្រោយហើយយើងដាក់ប្រេងដាក់សលៃដាក់អីវាទៅវិញអានេះបដាងថ្មីត្រៀមដូរហើយមួយនេះអីចានេះអានេះបដាងចាស់គឺខ្មៅមែនតើឡោកអស់ហើយសមូលសលៃជក់ប្រេងបាទហ្នឹងហើយខ្ញុំថាខ្ញុំវះកាត់តាហាល់ឥឡូវតាហាល់វះកាត់ខ្ញុំវិញហើយឈាមមួយផ្លែតឈាម2កន្លែងបងប្អូនណាតែមិនជាអ្វីទេនេះបាទមុខសញ្ញាធ្វើឲ្យមុតដៃកៀងខ្លាំងវិញទៀតចេញវាកៀងយកមែនតើបងប្អូនតយកទៅកាប់គៀកវាចេញបានដកចេញបានគឺជាប់មើលហ្មងគឺវាឡោកអស់ជាងធ្វើការផ្លាស់ប្ដូរវាថ្មីនៅបន្ទាប់ពីយើងផ្លាស់ប្ដូរវាថ្មីយើងចាប់វាចូលវិញបងប្អូនហើយបន្ទាប់ពីចាប់វាចូលវិញយើងធុំក្លិនកាហ្វេតិចដែរហើយហ្នឹងហើយបន្ទាប់ពីយើងចាប់គ្រឿងវាចូលអស់វិញហើយឥឡូវយើងធ្វើតេស្តមើលបាទឃើញថាអែមហើយបងប្អូនអែមហើយបានលុយផឹកកាហ្វេបាទនេះហ្នឹងហើយបងប្អូនបើសិនជាមានបងប្អូនមានតាហាល់លន់ក្រោកក្រាក់ក្រេកក្រាក់រំខានការដេកយប់ប្រលប់អីណាហ្នឹងហើយយកមកសួរខ្ញុំបានខ្ញុំអាចជួយសង្គ្រោះបឋមឲ្យបានបងប្អូនហ្នឹងហើយតម្លៃវិញធូរបងប្អូនណា